ជាការប៉ុណ្ណាព្រះអង្គនៅក្នុងសាសនាព្រះពុទ្ធគឺបានរើសយកមាគ៌ាមួយគេហៅមាគ៌ាកណ្ដាលមជ្ឈិមាបរិបទាហើយមាគ៌ាមួយដែលព្រះពុទ្ធនិយមនឹងចូលចិត្តប្រើសម្រាប់ប្រជាពុទ្ធបរិស័ទជាពិសេសព្រះសង្ឃឧស្សាហ៍ទេសនានឹងគឺនិយាយអំពីសន្តិភាពហើយនឹងទូនាទីរបស់សន្តិភាពនៅក្នុងសង្គមមួយពីជ្រុងព្រះអង្គវិញនៅពេលដែលពិភពលោកកំពុងតែមានភាពរញ៉េរញ៉ៃស្ថានភាពនយោបាយហាក់ដូចជាមិនសូវមានស្ថិរភាពល្អតើព្រះពុទ្ធបានពង្រៀនពីរបៀបនៃការផ្សាយសន្តិភាពនឹងតាមរយៈពុទ្ធសាសនិកនឹងដោយរបៀបណាទៅទៀតចាស់សូមមុនពាក់ព័ន្ធនឹងសន្តិភាពពាក់ព័ន្ធនឹងអ្វីដែលកំពុងកើតឡើងនៅក្នុងពិភពលោកយើងបច្ចុប្បន្នរួមទាំងប្រទេសកម្ពុជាយើងឬក៏រួមទាំងតំបន់អាស៊ីនេះគឺសុទ្ធតែជាការដែលធ្វើឲ្យយើងមានការព្រួយបារម្ភខ្លាំងដែរហើយពាក់ព័ន្ធនឹងភាពមិនច្បាស់លាស់រវាងប្រទេសមួយទៅប្រទេសមួយuncertainty ភាពមិនច្បាស់លាស់សម្រាប់អនាគតរបស់ប្រជាពលរដ្ឋនៅក្នុងបណ្ដាប្រទេសដែលកំពុងតែទទួលរងគ្រោះដោយសារតែសង្គ្រាមពុទ្ធសាសនាយើងតាំងពីដើមគឺគោលការណ៍សំខាន់របស់ពុទ្ធសាសនាគឺការអប់រំចិត្តរបស់មនុស្សគឺការព្យាយាមបដោះមនុស្សពួកអ្វីដែលយើងចាប់ផ្ដើមសំខាន់នោះពួកមនុស្សយើងអាចខុសគ្នាដោយជាតិសាសន៍យើងអាចខុសគ្នាដោយសម្បុរយើងអាចខុសគ្នាដោយតំបន់ប៉ុន្តែគោលដៅសំខាន់នៃការចង់បានរបស់មនុស្សគឺភាពសុខស្ងប់គឺសន្តិភាពហើយមនុស្សណាក៏ដូចមនុស្សណាសញ្ជាតិណាក៏ដូចសញ្ជាតិណាគឺយើងត្រូវការសន្តិភាពដូចគ្នាហើយពុទ្ធសាសនាមូលហេតុនៃការកើតឡើងនៃពុទ្ធសាសនានេះគឺព្រះអង្គចង់អប់រំបង្ហាត់បង្រៀនមនុស្សប្រាប់រៀនមនុស្សនេះបានមានចិត្តរបស់មនុស្សឲ្យចេះបង្កើតនូវសន្តិភាពឲ្យចេះធ្វើយ៉ាងណាវិធីសាស្ត្រយ៉ាងណាអាចអប់រំចិត្តនេះឲ្យទៅរកសន្តិភាពបានសន្តិភាពដែលយើងចាប់ផ្ដើមពីការអប់រំខ្លួនឯងរហូតដល់ចាប់ផ្ដើមផ្សាយទៅសហគមន៍ដែលយើងកំពុងតែរស់នៅមានសន្តិភាពចេញពីសហគមន៍ដល់ពិភពលោកដែលកំពុងតែយើងកំពុងតែរស់នៅបច្ចុប្បន្ននេះអញ្ចឹងសន្តិភាពនេះមិនមែនត្រឹមតែជាគោលដៅសំខាន់របស់ខ្ញុំគណៈភាពរបស់ព្រះសង្ឃពុទ្ធសាសនានៅក្នុងស្រុកខ្មែរយើងប៉ុន្តែវាជាគោលដៅសំខាន់របស់មនុស្សនៅក្នុងពិភពលោកទាំងមូលទោះបីជាជាតិសាសនាក៏ដោយគឺត្រូវការសន្តិភាពនិងសេចក្តីសុខស្ងប់ចិត្តដូចគ្នាខ្ញុំកណាសូមមួយសំណួរទៀតទីម្ចាស់ព្រះអង្គបានមានសង្កេតការថាគោលដៅពុទ្ធសាសនាគឺបង្រៀនមនុស្សនឹងឲ្យយល់អំពីតម្លៃនៃសន្តិភាពតាមរយៈការអប់រំផ្លូវចិត្តតាមរយៈការអប់រំផ្លូវចិត្តនឹងពុទ្ធអប់រំបែបណាទៅទៀតយើងមើលថានៅក្នុងពុទ្ធសាសនាយើងបែងចែកថាយើងនិយាយពាក្យថាព្រះអរហន្តពុទ្ធជនមនុស្សសាមញ្ញអញ្ចឹងណាចឹងពាក្យថាព្រះអរហន្តនិយាយពាក្យពុទ្ធជនមនុស្សសាមញ្ញនេះយើងមិនសំដៅដល់ថាអ្នកនឹងសអ្នកនឹងខ្មៅអ្នកនឹងកើតនៅក្នុងតកូលស្ដេចអ្នកនឹងកើតនៅក្នុងតកូលមន្ត្រីរាជសាមញ្ញទេតែអ្នកក្រទេតែចង់សំដៅថាមនុស្សដែលមានចិត្តជាព្រះអរហន្តមនុស្សដែលមានចិត្តស្ងប់នេះដែលគុណធម៌ចុងខ្ពស់សំដៅដល់មនុស្សដែលបានអប់រំចិត្តនឹងដល់ដំណាក់កាលមួយដែលគេនិយាយទៅលែងខឹងដល់ដំណាក់កាលមួយដែលឃើញទ្រព្យសម្បត្តិឃើញមាសប្រាក់វាអត់លោភលន់ដល់ដំណាក់កាលមួយដែលវាអត់មានអវិជ្ជាអត់មានមោហៈនៅក្នុងនឹងអញ្ចឹងចិត្តដែលមានការអប់រំកម្រិតហ្នឹងឯងដែលនៅក្នុងពុទ្ធសាសនាថាជាចិត្តមួយដែលសន្តិភាពជាចិត្តមួយដែលមានកម្រិតខ្ពស់បំផុតអញ្ចឹងមិនសំដៅដល់រូបរាងខាងក្រៅមិនសំដៅដល់អីខាងក្រៅសំដៅដល់ប្រព័ន្ធចិត្តការគិតរបស់មនុស្សដែលទទួលបានការអប់រំនេះស្ថិតនៅក្នុងកម្រិតខ្ពស់ប្រភេទហ្នឹងទៅពុទ្ធសាសនាលោកហៅថាជាចិត្តមួយដែលសន្តិភាពបាន